សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកប្រាប់របៀបកប់ជីវគ្គ1ឥឡូវខ្ញុំមកប្រាប់ពីរបៀបកប់ជីវគ្គ1មកណាឥឡូវយើងកប់ជីវគ្គ1យើងត្រូវកាប់ជំវិញគល់អញ្ចឹងយើងកាប់ជំវិញអញ្ចឹងនេះកាប់ជីវគ្គ1ហើយម្ដៅនេះយើងជីកវងខែម្ដៅនេះគឺយើងជីកវងខែវគ្គ1យើងជីកវងខែតែយើងជីកនេះយើងជីកខាងមុខតែពេលវគ្គក្រោយបើគេធ្វើជីកទៀតគេដាក់ខាងក្រោយម្ដងតែដាក់វងខែដូចគ្នាហើយអាស្លឹកញញអញ្ចឹងគេអត់កាត់ទេកូនក្រោយគេអត់កាត់ទេគេគ្រាន់តែរយជីកាប់ម្ដៅហើយដាក់ជីមកជីគេលាយហើយតែអញ្ចឹងយើងដាក់មកកំប៉ុងនឹងមកកំប៉ុងនេះគេឲ្យយើងដាក់មកកូនយើងរយយ៉ាងមកនេះមើលយើងរយឲ្យពេញដីយ៉ាងមកហើយអានេះទៀតនេះអញ្ចឹងដែរយើងដាក់យើងកាប់វងខែអញ្ចឹងហើយយើងដាក់និយាយរួមទៅដាក់អញ្ចឹងទាំងអស់ហើយយើងដាក់មកពេញនឹងបានអាជីនេះគេលាយឲ្យស្រាប់ហើយគេអត់ដាក់លើសនឹងទេបើគេដាក់លើសនឹងវាអាចនឹងមានបញ្ហាចេកវិញហើយគេដាក់ស្ទើវាចេកយើងដូចអត់ដាក់អញ្ចឹងតែអញ្ចឹងគេកំណត់ឲ្យយើងដាក់ប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងមកយើងគេប្រាប់ថាឲ្យយើងដាក់ប៉ុណ្ណឹងយើងដាក់ប៉ុណ្ណឹងមកហើយយើងដាក់ហើយថតមកប្រឡោះនឹងយើងដាក់ហើយទាំងអស់អញ្ចឹងយើងដាក់រយអញ្ចឹងហើយមកប្រឡោះនឹងហើយដល់ផុតដល់រងផុតចុងនឹងហើយយើងម្នាក់ត្រូវដើរកាយមកយើងដាក់ម្នាក់យើងលុបម្នាក់មកក៏បានយើងដាក់ម្នាក់ឯងក៏បានដែរហើយយើងត្រូវលុបវិញមកលុបវាមកណាកាន់ទៀតលុបនឹងលុបឲ្យវាស្មើមកកុំលុបទួលឥឡូវយើងលុបមកហើយអាជីនេះគេដាក់នឹងដើម្បីអីដើម្បីឲ្យវាពៅរឹសឲ្យរឹសវាឲ្យដើមវាឆាប់ធំតែអញ្ចឹងគេដាក់ជីនេះយើងទុកទៅយើងកប់អញ្ចឹងនៅក្នុងដីវាអាចនឹងចិញ្ចឹមចេកនឹងបានកន្លះខែទៅ1ខែអាជីហ្នឹងយើងកប់ហើយវាអត់ក្នុងមួយខែកន្លះខែហ្នឹងវាអាលីអត់ទាន់អស់ទេតែប៉ុន្តែលើសពីហ្នឹងវាអាលីអស់ហើយប៉ុន្តែក្រោមពីមួយខែក្រោមមកជីនេះវានៅតែនៅតិចតែអញ្ចឹងវាចិញ្ចឹមបានយូរវាអាចនឹងបានមួយខែអញ្ចឹងវាអាចនឹងចិញ្ចឹមកូននឹងបានមួយខែហើយអាកូននេះដែរគេដាក់ស្មើគ្នាទាំងអស់កូនទូចក៏ដោយកូនធំក៏ដោយគេដាក់ទាំងអស់តែពេលគេត្រូវដាក់ជីថែមកូនទូចអាហ្នឹងគេឲ្យផ្សេងគេដាក់ផ្សេងទៀតអញ្ចឹងអានេះយើងដាក់កូនធំដូចវីដេអូមុនអញ្ចឹងវីដេអូមុនអាហ្នឹងខ្ញុំដើរដាក់រយជីតិចហ្នឹងខ្ញុំដើរដាក់កូនទូចអាហ្នឹងសម្រាប់អីសម្រាប់ឲ្យវាកូនយើងដាំស្មើគ្នាទេក៏ប៉ុន្តែវាលោតអត់តគ្នាអញ្ចឹងពេលគេដាំហ្នឹងគេដាំអត់សូវល្អទេគេដាំហ្នឹងពេលគេតម្លាក់មកវាអាចនឹងបាក់កូនវាអាចនឹងបាក់រឹសវាអាចនឹងនិយាយថាបំនេះយើងវាថាខាច់ជើងអញ្ចឹងណាតែអញ្ចឹងវាលោតមកអត់ស្មើគ្នាអញ្ចឹងគេត្រូវដាក់ជីបន្ថែមទៀតអាហ្នឹងជីវាផ្សេងទៀតនឹងអានេះជីនេះត្រូវដាក់ស្មើគ្នាទាំងអស់ហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាយ